តាមពិតភ្នូអធិរាជមិនមែនកប់សពស្ដេចចិនទេគួរឲ្យស្ដាយក៏គ្មានជាតិបារ៉ាពលដែរសំបីតែឈូសម្រិតនៅចំកណ្ដាលភ្នំក៏គ្រាន់តែជាកន្លែងឃុំខ្មោចឆៅបារ៉ា2000ឆ្នាំមុនខ្ញុំខ្លាចជាឈិនស៊ីហួងដើម្បីផ្លាស់ប្ដូរជោគវាសនាប្រវត្តិសាស្ត្រខ្ញុំថែសុខភាពស្រឡាញ់រាជតែត្រូវមេកំចាត់ដោយគ្មានមេត្តាចុងក្រោយខ្ញុំត្រូវប្រែខ្លួនជាខ្មោចឆៅរងចាំវិលមកវិញក្រោយរាប់រយឆ្នាំពេលនេះខ្ញុំកំពុងនៅក្នុងឈូសជាង2000ឆ្នាំហើយយើងចង់ដឹងណាស់ពួកគ្រូមិនអាគមតើអាចបង្ក្រាបយើងបានយូរប៉ុណ្ណាមានក្រំកងទ័ពរូបចម្លាក់ចាប់ដើមអាវុធក្នុងដៃប៉ះគ្នាខ្លាំងពោពេញដោយភាពសាហាវនេះគឺជាដុំថ្មធ្លាក់ពីលើមេឃបន្លឺមាសជាមកបង្ក្រាបភាពចលាចលសំឡេងចាស់ជ្រាបន្លឺឡើងព្រះអង្គហេតុអ្វីចង់ប្រឆាំងព្រំលិខិតពាន់ឆ្នាំកន្លងផុតការមនុស្សលោកផ្លាស់ប្ដូរកូឈីណូលីបាត់យូហើយបច្ចុប្បន្នលោកីសុខសាន្តពិភពលោកមានសន្តិភាពហេតុអ្វីព្រះអង្គចង់បង្កចលាចលទៀតហាព្រំលិខិតមែនទេឯងសាកសួរអាមេឃឈួតនោះមើលហេតុអ្វីចង់ឲ្យយើងស្លាប់ហេតុអ្វីចង់កំចាត់មហាឈិនយើងសំឡេងសើចបន្លឺពេញច្រកភ្នំនៅក្នុងច្រកភ្នំសំរិទ្ធនេះគឺឃុំឃាំងម្ចាស់អាណាចក្រឈិនអធិរាជទី1ឈិនស៊ីហួងអ្នករស់គ្រាន់តែជាអ្នកឆ្លងផ្លូវអ្នកស្លាប់ទៅជាអ្នកវើវិញព្រះអង្គសម្រាកទៅកុំមករំខានអាត្មាអីតារាបណាអាត្មានៅទីនេះមិនឲ្យត្រង់ចេញទៅវិញឡើយសំឡេងចាស់ជ្រានោះរឹងមាំណាស់តែមហាក្សត្រទៅវិញថាចាំងតាវលីងឯងវិតម្លៃខ្លួនឯងខ្ពស់ពេកហើយបើគ្មានដុំថ្មធ្លាក់ពីមេឃនេះយើងចេញទៅតាំងពី2000ឆ្នាំមុនបាត់ហើយគ្រូមុនអាគមដូចជាឯងយើងកំចាត់ត្រឹមតែមួយចិញ្ចើមឥឡូវសំបីព្រំលិខិតក៏យើងចេញទៅបានយើងនឹងកំទេចបាក់ហែងឲ្យរៀបសំឡេងយើងត្រជាក់ស្រេបគួរឲ្យខ្លាចបើគ្មានអតាប៉ាក្បាលងក់នេះយើងចេញទៅបាត់យូរហើយដោយសារតែកិច្ចសន្យារបស់យើងការចេញទៅគឺជារឿងងាយបំផុតមនុស្សដូចចាំងតាវលីងមិនស្មើភ្នែកយើងទេជាមេក្រុមចោលក៏ដោយអ្វីដែលសង្កត់ខ្ញុំគឺអាចកែព្រំលិខិតនៅសល់យូរប៉ុណ្ណាតើពេលណាទើបអំណាចថ្មនេះរលាយបាត់តាមការទស្សន៍ទាយវានឹងអស់ប្រសិទ្ធភាពក្នុងមួយខែបើមានអ្នកមកបំផ្លាញវានឹងឆាប់បែកធ្លាយមួយខែទៀតមែនទេចិត្តបានសប្បាយហើយខ្ញុំគឺជាអ្នកឆ្លងភពឆ្លងមក2000ឆ្នាំមុនខ្លាចជាស្ដេចឈិនស៊ឺហួងដើម្បីកែប្រែវាសនាអាណាចក្រឈិននិងវាសនាដែលត្រូវស្លាប់ឆាប់ខ្ញុំចាប់ផ្ដើមថែសុខភាពខំប្រឹងគ្រប់គ្រងរាជការស្រឡាញ់ប្រជារាស្ត្រតែគ្រប់យ៉ាងគឺឥតប្រយោជន៍ប្រវត្តិសាស្ត្រមិនបានផ្លាស់ប្ដូរឡើយឆ្នាំទី37មានអាចកាយធ្លាក់ចុះមកវាជាប្រផ្នូលថាស្ដេចនឹងត្រូវសោយទីវង្វេងបន្ទាប់មកសុខភាពខ្ញុំក៏ចាប់ផ្ដើមទ្រុឌទ្រោមត្រឹមតែមួយឆ្នាំក៏ឈានដល់ដំណាក់កាលចុងក្រោយទោះខ្ញុំខំប្រឹងយ៉ាងណាក៏ដោយលិខិតនៅតែតាមចុងកម្មចុងពៀខ្ញុំត្រូវបានកំណត់ថាត្រូវតែស្លាប់អាណាចក្រឈិនត្រូវតែលាក្នុងស្ថានភាពបែបនេះខ្ញុំក៏សម្រេចចិត្តធ្វើរឿងដ៏ឆ្កួតមួយបើទោះជាត្រូវតែស្លាប់ខ្ញុំនឹងប្រែក្លាយខ្លួនឯងជាខ្មោចឆៅរងចាំរាប់រយឆ្នាំដើម្បីវិលត្រឡប់មកច្បាស់ណាស់ខ្ញុំជោគជ័យហើយទាំងបានបើកប្រព័ន្ធក្រោយស្លាប់គ្រាន់តែចេញទៅឆែកឆេរតាមកន្លែងនិងទទួលបានរង្វាន់មហាសាលបើគុំតែមានពួកគ្រូសិលទាំងនោះម្លេះលោកនេះជារបស់ខ្ញុំបាត់ហើយគិតដល់ត្រឹមចំណុចនេះធម្មពលបិសាចក្នុងខ្លួនក៏ផ្ទុះឡើងឲ្យវាមានក្រំដេញញ័ររង្គើឃើញទស្សនភាពបែបនេះចាំងតាវលីនដកដង្ហើមធំភ័យខ្លាចគ្រោះថ្នាក់មិនដឹងថាអ្នកជំនាន់ក្រោយយ៉ាងណាទេហេតុអ្វីរាប់រយឆ្នាំមកនេះគ្មានអ្នកមកយាមភ្នូស្ដេចសោះឬមួយក៏គ្មានអ្នកណាដឹងពីភាពគួរឲ្យខ្លាចក្នុងភ្នូនេះចាំងតាវលីននិយាយម្នាក់ឯងកាលនោះគាត់ជាអ្នកដំបូងដែលដឹងរឿងនេះចាំបានថាពេលមកភ្នំលីសានដំបូងគាត់ស្ទើរតែភ័យស្លន់ស្លោគាត់មើលដឹងភ្លាមថាស្ដេចអង្គនេះកំពុងចិញ្ចឹមសពខ្លួនឯងទ្រង់គឺជាអធិរាជទី1លើលោកតែគ្រប់គ្នាគោរពថាជាមហានាថដែលបង្រួបបង្រួមទឹកដីទាំងមូលបើទ្រង់រស់ឡើងវិញពិតជាគ្រោះថ្នាក់គាត់មិនហ៊ានគិតថាខ្លាំងប៉ុណ្ណាទេទើបគាត់ហៅកំពូលអ្នកខ្លាំងជាច្រើនចូលមកក្នុងភ្នូដើម្បីបង្ក្រាបបំរុងទាំងបន្សល់ទុកសារកូនចៅឥឡូវនេះ2000ឆ្នាំបានកន្លងផុតតែចាំងតាវលីនម្នាក់ឯងកំពុងទ្រាំទ្រទាំងប្រលឹងចុងក្រោយឯគ្រូសេឡៃទៀតបានស្លាប់អស់ហើយខ្មោចកាយក៏ចិត្តអស់រឹតចាំងតាវលីនសម្លឹងមើលធ្មនោះពន្លឺរបស់វាចិត្តរលត់បាត់ទៅហើយថ្មនេះគឺគាត់ជាអ្នកយកមកកាលនោះគឺដើម្បីបង្ក្រាបខ្ញុំស្វែងរកមកធ្វើជាភ្នែកនៃយ៉នសេដើម្បីសង្កត់វិញ្ញាណរបស់ខ្ញុំតែគួរឲ្យស្ដាយវាចិត្តអស់ច្រកចូលនៃភ្នូអធិរាជក្រុមរបស់វាងតាវលុបចូលមកដល់ធ្វើចលនាឲ្យតិចបំផុតចាប់ដើមទៅវាងតាវទៀតដៃបញ្ជីឲ្យកូនចៅទាំងអស់ចាប់ដើមជីច្រកជោគភ្នូនេះត្រូវបានគេរកឃើញយូរហើយសូម្បីតែរណ្ដៅក្បែរនោះក៏គេជីកអស់ដែរដើម្បីដាក់តាំងឲ្យភ្ញៀវទស្សនាប៉ុន្តែនៅចំកណ្ដាលនៃរក្សាវត្ថុបុរាណឲ្យនៅល្អគេមិនទាន់អនុញ្ញាតឲ្យជីកឡើយតែរដ្ឋាភិបាលបានដើម្បីការពារពួកចោរលួចជីកភ្នូតែហ៊ានលុបចូលមកពួកវាងតាវមិនកាច់ស្លាប់ឡើយហ៊ានធ្វើដោយចំទេលួចជីករុននាពេលយប់ងឹត1ម៉ោងក្រោយមករុនចោរកម្មបានសម្រេចបងធំមិនស្រួលទេលើកដៃឡើងគុំកំរើកសំឡេងស្រែកបន្លឺឡើងពន្លឺពើជាមកចំវាងដាវប៉ូលីសល្បាតបានឃើញពួកគេចង្រៃប្រាប់ថាឲ្យធ្នមវាងដាវខឹងសម្បាយ៉ាងខ្លាំងធ្វើម៉េចទៅបងធំចូលទៅក្នុងចាំអីទៀតកុំបារម្ភអីពួកគេមិនហ៊ានតាមទេនេះជាភ្នូស៊ឺហួងគេខ្លាចខូចខាតវត្ថុបុរាណនិយាយរួចវាងដាវលោតចូលរុនមុនគេមិនខ្វល់ថាមានខ្យល់ឬអត់ចូលក្នុងប្រសាជាងត្រូវចាប់ឯគ្រូសេលអោស្វាយវិញក៏សម្រេចចិត្តលោតតាមដែរដើម្បីសុវត្ថិភាពគេបញ្ចេញពន្លឺមាសការពារខ្លួនប៉ូលីសទុះរត់មកយ៉ាងលឿនពិតជាមិនខ្លាចស្លាប់មែនប៉ូលីសមកដល់មាត់រុនតាំងពីបើកជាកន្លែងទេសចរនេះជាលើកដំបូងដែលមានរឿងបើខ្ញុំមើលមិនច្រឡំទេមានគ្រូសេម្នាក់ទៀតមែនទេស្លៀកពាក់ស្បង់ពណ៌ស្វាយបញ្ចេញពន្លឺចែងចាំងតើពួកភ្នំឡុងហ៊ូមកពាក់ព័ន្ធតាំងពីអង្ការប្រញាប់រាយការណ៍ទៅថ្នាក់លើហើយតាក់ទងទៅខាងភ្នំឡុងហ៊ូផងមើលថាមានរឿងអ្វីកើតឡើងចេញចូលភ្នូក្រំដីទាំងអស់ចូលហើយកុំសង្ឃឹមបានចេញបញ្ជាត្រូវបានបញ្ជូនបន្តបន្ទាប់ប៉ូលីសល្បាតក្បែរភ្នំលីសានទាំងអស់ត្រូវបានកោះហៅមកជុំដើម្បីឡោមព័ទ្ធភ្នូក្រំដីយើងជីភ្នូអធិរាជជាសាធារណៈនេះមិនមែនជារឿងតូចតាក់កណ្ដាលអាធ្រាត្រទៅហើយមនុស្សជាច្រើនភ្ញាក់ដោយសារទូរស័ព្ទប្រញាប់ធ្វើដំណើរមកកន្លែងក្រំដីរបស់វាងតាវបន្តសម្លឹងមើលជុំវិញដោយប្រុងប្រយ័ត្នចុះតាមរុនដែលជីកម
មកក៏ធ្លាក់មកដល់ច្រកផ្លូវដើរដ៏វែងជញ្ជាំងសងខាងមានចង្គៀងបំភ្លឺបញ្ជាក់ថាផ្លូវនេះមានខ្យល់អុកស៊ីសែនធ្វើឲ្យវ៉ាងតាវធូរចិត្តបន្តិចបងធំតើយើងធ្វើម៉េចបន្តខាងក្រៅសុទ្ធតែសន្តិសុខយាមកូនចៅរបស់វ៉ាងតាវភ័យស្លន់ស្លោខ្លាំងទោះបីជាពួកគេចូលមកដល់ក្នុងនេះតែតើត្រូវចេញទៅវិញយ៉ាងណាស្ដោះទឹកមាត់រួចនិយាយទាំងកំហឹងថាខ្លាចអីមើលចុះពួកឯងអន់ណាស់ចង់មានតែខ្លាចងាប់សំហើយដែលក្រមួយជាតិដឹងទេភ្នោអធិរាជនេះធំប៉ុណ្ណាគ្រាន់តែជីករ៉ូនមួយផ្លែតពួកយើងនឹងចេញទៅបានក្នុងនេះសុទ្ធតែរបស់មានតម្លៃបើលក់ទៅក្រៅគឺដឹងតែហាចាយវាយមិនអស់មួយជាតិវ៉ាងដាវដកកំភ្លើងចេញមកនរណាហ៊ានដកថយពេលនេះគេនឹងបាញ់ចោលភ្លាមបើមិនអញ្ចឹងមិនអាចរួចខ្លួនដល់រាល់ថ្ងៃស្ដាប់សម្ដីវ៉ាងដាវហើយកូនចៅទាំងអស់ក៏ចាប់ផ្ដើមត្រជាក់ចិត្តមកលួចភ្នោទៅហើយមានលុយចាយគឺបានហើយអាម៉ាឯងទៅមុខសើផ្លូវចេញទៅនឹងចែកចំណែកឲ្យច្រើនបាទបងធំកូនចៅឈ្មោះអាម៉ាបង្ខំចិត្តញឹមទាំងភ័យរួចដកដង្ហើមឲ្យវែងដើរទៅមុខតាមច្រកផ្លូវងឹតពួកវ៉ាងដាវលុបដើរតាមក្រោយចំណែកគ្រូសេយ៉ាងជឿមិននិយាយសំបីមួយម៉ាត់ដើរតាមពីក្រោយគេយ៉ាងស្ងប់ស្ងាត់នៅជ្រៅក្នុងភ្នោក្រោមដីចាំងដាវលីនបើកភ្នែកឡើងភ្នែករបស់គាត់បង្ហាញការរំភើបមានមនុស្សមកដល់ហើយមកច្រើនគ្នាណាស់ពិតជាល្អមែនមានអ្នកបន្តវេនហើយតើគាត់សម្លឹងទៅក្រុមរបស់វ៉ាងដាវទឹកមុខរបស់គាត់ហាក់ធូរស្រាលពេលក្រុមវ៉ាងដាវចូលមកដល់គាត់ក៏ដឹងថាមានមនុស្សច្រើនក្នុងភ្នោដ៏ធំរបស់ស៊ឺហួងមានតែគាត់ម្នាក់ដែលនៅយាមពេលនេះមានក្មេងចំនួនក្រោយមកចាំឲ្យពួកគេចូលតាមកន្លែងដើម្បីយាមភ្នោបើព្រះចៅអធិរាជចង់ចេញទៅប្រហែលត្រូវចាំរាប់សិបឆ្នាំទៀតចាំងដាវលីនសប្បាយចិត្តខ្លាំងសម្លឹងឈូសសម្រិតទាំងញឹមមែនទេសម្លេងចេញពីមឈូសសម្លេងនោះហាក់ដូចជាសើចពិតជាមានមនុស្សមកមែនគាត់ក៏អាចដឹងរឿងក្នុងភ្នោនៅអ្វីដែលបានកើតឡើងអ្នកដែលមកដល់ពេលនេះមិនដូចពួកគ្រូសេមុនទេបើខ្ញុំទីមិនខុសពួកគេគឺជាពួកចៅលួចភ្នោចាំងដាវលីននៅសល់តែវិញ្ញាណគ្រាន់តែដឹងថាមានមនុស្សចូលមកលោកគ្រូទេវតាម្នាក់នេះឆ្លងកាត់អស់ជាង 2000 ឆ្នាំលែងខ្លាំងដូចមុនទៀតហើយពេលនេះយន់សើចុះខ្សោយខ្ញុំអាចគ្រប់គ្រងខាងក្រៅបានពួកវ៉ាងដាវខ្ញុំដឹងច្បាស់ណាស់សុទ្ធតែមនុស្សធម្មតាសោះរួមទាំងអាម្នាក់ខ្សោយនោះបើប្រើពួកចោរទាំងនេះឲ្យត្រូវអាចនឹងជួយបំបែកសិលបានខ្ញុំត្រូវតែលបួងពួកវាបន្តិចសម្លេងនេះមិនចេញទៅក្រៅទេខ្ញុំមិនល្ងងទៅប្រាប់ចោលលួចភ្នោចូលមកដល់នេះវាជារឿងដែលគួរឲ្យត្រេកអរត្រូវតែប្រើពួកវាឲ្យមានប្រយោជន៍ថ្ងៃនេះខ្ញុំនឹងចេញទៅក្រុងលោកគ្រូធំចាំងហឺឈីងបានទទួលទូរស័ព្ទពីខាងលើគាត់ដេកលើគ្រែនិយាយទូរស័ព្ទខាងទៀតកំពុងតែអេសជើថាម៉េចមនុស្សរបស់ខ្ញុំអីខ្ញុំសុំព្រមានអ្នកឯងណាបាយអាចញ៉ាំផ្ដេសផ្ដាសបានតែសម្ដីមិនអាចនិយាយចោលទេខ្ញុំនឹងប្តឹងពីបទបរិហាគេមើលមួយផ្លែតទៅគឺដឹងតែម្ដងគ្មានចរិតជាគ្រូទេតាតតែសោះតែអ្នកម្នាក់នេះមើលទៅដូចជាមនុស្សចាស់ធម្មតាតែគាត់គឺជាអ្នកខ្លាំងបំផុតតើគ្រូសេអោស្វាយនោះយ៉ាងម៉េចភ្នោអធិរាជលោកប្រកាសថាគាត់លោតខ្ពស់មែនទេគាត់លោតចុះពីលើគ្រែភ្លាមទឹកមុខស្ងប់ស្ងាត់ក៏បាត់អស់ជំនួសមកវិញដោយភាពភ័យខ្លាចខ្ញុំដឹងហើយខ្ញុំនឹងទៅទីនោះដោយផ្ទាល់ប្រាប់មនុស្សឯងឲ្យចាំនៅក្រៅហាមចូលទៅខាងក្នុងដាច់ខាតហាមដាច់ខាតរុនដែលជីកនោះត្រូវបិទវិញភ្លាមគ្រូសេក៏បិទទូរស័ព្ទទឹកមុខគាត់មើលទៅអាក្រក់ខ្លាំងបន្ទាប់មកក៏រុញទ្វារចេញទៅហើយកូនសិស្ស2នាក់មកឲ្យពួកសិស្សច្បងទាំងអស់មកជួបខ្ញុំទឹកមុខលោកគ្រូសេតឹងតែងណាស់កូនសិស្សទាំងពីរប្រញាប់ទៅភ្លាមដើម្បីនាំពាក្យលោកគ្រូសេមិនយូរប៉ុន្មាននៅក្នុងបន្ទប់នោះពេញដោយពួកសិស្សច្បងភ្នំឡុងហ៊ូម្នាក់សុទ្ធតែមានសិលខ្លាំងពូកែអាចកំចាត់ស្ទេចខ្មោចបានយ៉ាងងាយលោកបងម្ចាស់និកាយយប់ជ្រៅហើយហៅពួកយើងមកធ្វើអ្វីមែនហើយលោកបងមានការអីប្រញាប់ម្លេះចាំនិយាយស្អែកមិនបានទេអីពួកយើងចាស់អស់ហើយយប់ប្រលប់ហើយកុំរំខានពេកខាងលើទើបតែទេមកប្រាប់ថាមានកូនសិស្សភ្នំឡុងហ៊ូលួចទៅជីកភ្នោគេថែមទាំងត្រូវគេចាប់បានទៀតអ្នកណាទៅហ៊ានធ្វើរឿងបែបនេះឲ្យខាងវិន័យទៅចាប់ខ្លួនមកត្រូវពិន័យឲ្យធ្ងន់ធ្ងរបំផុតអូហូវាមិនមែនភ្នោធម្មតាទេគឺភ្នោអធិរាជឈិនស៊ីហួងស្អីគេឈប់សិនមិនបាច់ឲ្យខាងវិន័យទៅទេប្រាប់ខាងលើឲ្យបាញ់ចោលទៅកូនសិស្សចង្រៃបែបនេះមិនទុកទេឃើញគ្រប់គ្នាជែកគ្នាផ្អើលលោកគ្រូធំបានត្រឹមគ្រូវិក្បាលមានតែគាត់ទេដែលដឹងរឿងពិតរឿងដាក់ទោសវាមិនសំខាន់ឡើយលោកគ្រូធំបញ្ចេញរឹតយ៉ាងខ្លាំងបញ្ជាចេញបញ្ជាគ្រូធំហើយកូនសិស្សទាំងអស់មកវិញភ្លាមអ្នកកំពុងតាំងសេលក៏ត្រូវចេញមកឲ្យតែជាអ្នកបួសខាងយើងត្រូវបោះបង់ចោលការងារទាំងអស់ធ្វើដំណើរទៅភ្នំលីសានជាបន្ទាន់គឺទៅទាំងអស់គ្នារួមទាំងអ្នកទាំងអស់គ្នាខ្ញុំនឹងចុះភ្នំដឹកនាំដោយផ្ទាល់គ្រូធំសម្លឹងមើលគ្រប់គ្នាដោយកំហឹងបងប្រុសជាមេបៈរឿងនេះមិនធ្ងន់ធ្ងរពេកទេដឹងគ្រប់គ្នាហើយម្នាក់ភ្ញាក់ផ្អើលសម្លឹងមើលគ្រូធំលួចភ្នោវាខុសច្បាប់អាចជាប់គុកតែវាមិនដល់ថ្នាក់អ្នកភ្នំឡុងហ៊ូទៅទាំងអស់គ្នាសូម្បីគ្រូធំក៏ចុះភ្នំដែររឿងនេះរាប់សិបឆ្នាំហើយលើកចុងក្រោយគឺ60ឆ្នាំមុនគ្រូធំដកដង្ហើមធំថាអ្នកមិនយល់បើលើកនេះដោះស្រាយមិនចេញភ្នំឡុងហ៊ូរបស់យើងប្រហែលជាត្រូវរលាយត្រឹមចំនួននេះអាចកំបាំងភ្នោស្ដេចគាត់ដឹងតិចតួចតែគាត់ដឹងតាមរយៈការដំណើរថាកន្លែងនោះវាសាហាវកម្រិតណាស់តែលើពួកចោរលួចភ្នោចូលទៅហើយពួកចោរទាំងនោះមិនខ្លាចស្លាប់ទេបើហ៊ានដោះលែងរបស់ខាងក្នុងមកគ្រាន់តែគិតក៏គ្រូធំព្រឹកក្បាលដែរនៅថ្មឹងធ្វើអីទៀតប្រញាប់រៀបចំខ្លួនភ្លាមទៅសំបីកូនសិស្សក៏ត្រូវទៅដែរពួកយើងចាស់ក៏មិនត្រូវខានមុនភ្លឺត្រូវទៅដល់ភ្នំលីសានគ្រប់គ្នាឃើញគ្រូធំខឹងក៏ភ័យខ្លាចមិនហ៊ានសួរអ្វីច្រើនឡើយក៏ប្រញាប់ចាក់ចេញពីបន្ទប់ម្នាក់បញ្ចេញសមត្ថភាពទៅភ្នំលីសានតាចាស់ម្នាក់ហោះឡើងលើមេឃសំដៅទៅកាន់ភ្នំលីសានបត់រអ៊ូទាំមិនឈប់
ពិតជាបាបកម្មមែនចាស់ហើយនៅត្រូវហត់ទៀតតើអាម្នាក់ណាបង្គ្រឿងនៅខាងក្រៅរឿងធំដល់ថ្នាក់នឹងអាយុ150ហើយនៅរោងការក្នុងចិត្តក៏មានការងឿងឆ្ងល់ជាច្រើនឆ្នាំមកនេះនំលងហូជួយជាតិច្រើនណាស់ពួកខ្មោចកាយក្នុងបញ្ជីសុទ្ធតែពួកគេជាអ្នកបង្ក្រាបមិនគួរណាត្រូវគេចាត់ការឡើយតាមសម្ដីគ្រូធំប្រាប់មកបើធ្វើមិនល្អនឹងត្រូវរលាយត្រកូលនេះជាសម័យទំនើបហើយណាតើវាទៅធ្វើស្អីនៅភ្នូស៊ីហ៊ូគ្រប់គ្នាឆ្ងល់ហើយប្រញាប់ទៅភ្នំយប់នេះសិស្សលងហូទាំងអស់ទទួលបានបញ្ជាកម្រិតខ្ពស់បំផុតម្នាក់ប្រញាប់ទៅភ្នំលីសានបាទ